បាទបងប្អូនមិនថាកម្រងធំឬក៏កម្រងតូចទេបច្ចេកទេសគឺសំខាន់ខ្លាំងមែនទែនបើសិនជាយើងមានផលិតផលល្អប៉ុន្តែយើងតម្លើងអត់ត្រូវជាមួយនឹងបច្ចេកទេសគឺធ្វើឲ្យផលិតផលហ្នឹងគឺធ្លាក់ទៅលើគុណភាពតែម្ដងបាទដូចនៅក្នុងកម្រងនេះផងដែរគឺក្រុមការងាររបស់កបានយើងបានទៅដំឡើងជូនអតិថិជននៅខាងវីឡាមួយកន្លែងនៅខាងជោគវ៉ា2ដែលគាត់ជ្រើសរើសដំឡើងសំណាញ់ការពារសត្វអត់ទីបាត់ខាងកវ៉ាន់យើងដំឡើងចំនួន28ទីតាំង cover ទៅលើទីតាំងរបស់គាត់ហ្នឹងគឺរហូតដល់ជិត50ម៉ែត្រការ៉េហើយក្រុមការងាររបស់កបានយើងក៏បានដំឡើងជូនអតិថិជនទៅតាមបច្ចេកទេសរបស់ខាងកបានយើងដែលយើងមានប័ណ្ណពិសោធន៍ដំឡើងជូនអតិថិជនច្រើនទីតាំងច្រើនគម្រោងច្រើនឆ្នាំរួចរាល់មកហើយចំពោះការដំឡើងគឺយើងត្រូវធ្វើយ៉ាងណាឲ្យអតិថិជនគឺគាត់ទទួលបានផលិតផលដែលមានគុណភាពខ្ពស់ប្រើប្រាស់បានយូរហើយនឹងមានភាពប្រណិតស្អាតផងដែរហើយចំពោះបច្ចេកទេសនៅក្នុងការដំឡើងគឺយើងលម្អិតតែម្ដងតាំងពីការស្វានទៅលើបេតុងការដាក់កកេការចាប់ជាមួយនឹងគ្រោងជាមួយនឹងបេតុងជាមួយនឹងការបាញ់វីសហើយនឹងការសម្អាតមុនដំឡើងក្រោយដំឡើងពិសេសជាមួយនឹងការបាញ់កៅតែម្ដងបន្ទាប់ពីយើងដំឡើងរួចរាល់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានតម្រូវការដំឡើងជាប្រភេទសំណាញ់ការពារមូសតាមទីតាំងទ្វារទីតាំងប្អូនឬក៏ទីតាំងណាផ្សេងពុកម៉ែបងប្អូនទាំងនេះអាចតាក់ទងមកក្រុមការងាររបស់កបានយើងបានគឺយើងនឹងប្រឹក្សាគេជម្រាបព័ត៌មានលម្អិតបន្ថែមជូនបាទសូមអរគុណ